បងប្អូនត្រូវការក្រមាលក់បន្តឬក៏យកទៅធ្វើបន់ចែកទានបងប្អូនអាចធ្វើការទំនាក់ទំនងមកខ្ញុំផ្ទាល់បានតាមរយៈឆាតឬក៏បងប្អូនចង់បានលេខ Telegram អីអាចតាក់ទងមកឆាតមកដើម្បីខ្ញុំផ្ញើក្រមាឲ្យបងប្អូនមើលនេះបងប្អូនអាចទស្សនាមើលការបត់ក្រមារបស់អ្នកម្ដាយខ្ញុំគាត់ផ្ចិតផ្ចង់តែហើយក្រមានេះកាឡាធំបងប្អូនពណ៌សស្វាយគឺស្អាតអាចយកទៅកាត់ខោអាវរ៉ូកាបូបបានគឺធានាថាស្អាតតែម្ដងដោយសារអ្នកត្បាញតោនៅផ្ទះអញ្ចឹងគាត់ផ្ចិតផ្ចង់ឲ្យកម្មាពួកខ្ញុំអាចភាគច្រើនគឺលក់រាយតាមខេត្តតាមអីហ្នឹងគាត់កំងយកទៅលក់បន្តអ្នកខ្លះគាត់ទិញយកទៅកាត់ជាខោជាអាវជារ៉ូបបានគ្រប់ទម្រង់បងប្អូនត្រូវការក្រមាលក់បន្តឬក៏យកទៅធ្វើបន់ចែកទានបងប្អូនអាចធ្វើការទំនាក់ទំនងមកខ្ញុំផ្ទាល់បានតាមរយៈឆាតឬក៏បងប្អូនចង់បានលេខ Telegram អីអាចតាក់ទងមកឆាតមកដើម្បីខ្ញុំផ្ញើក្រមាឲ្យបងប្អូនមើលនេះបងប្អូនអាចទស្សនាមើលការបត់ក្រមារបស់អ្នកម្ដាយខ្ញុំគាត់ផ្ចិតផ្ចង់តែហើយក្រមានេះកាឡាធំបងប្អូនពណ៌សស្វាយគឺស្អាតអាចយកទៅកាត់ខោអាវរ៉ូកាបូបបានគឺធានាថាស្អាតតែម្ដងដោយសារអ្នកត្បាញតោនៅផ្ទះអញ្ចឹងគាត់ផ្ចិតផ្ចង់ឲ្យកម្មាពួកខ្ញុំអាចភាគច្រើនគឺលក់រាយតាមខេត្តតាមអីហ្នឹងគាត់កំងយកទៅលក់បន្តអ្នកខ្លះគាត់ទិញយកទៅកាត់ជាខោជាអាវជារ៉ូបបានគ្រប់ទម្រង់